បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរនៅក្នុងថ្ងៃនេះខ្ញុំបាទសូមជូនព័ត៌មានតាក់ទិនទៅនឹងបទវិភាគមួយដែលគេលើកឡើងថាខ្មែរពឹងបរទេសឲ្យជួយជាការមិនរៀនសូត្រពីប្រវត្តិសាស្ត្រឬយ៉ាងណាដើម្បីឲ្យកាន់តែច្បាស់សូមស្ដាប់ជាមួយនឹងយើងខ្ញុំដូចតទៅបាទលោកនាងកញ្ញាជាទីមេត្រីការដើរខ្មែរឆ្លោះជាមួយខ្មែរហើយទៅពឹងបរទេសឲ្យមកជួយអន្តរាគមន៍កើតមាននៅក្នុងប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យអង្គរមកម្ល៉េះការទៅពឹងបរទេសជាពិសេសប្រទេសដែលមានព្រំដែនជិតខាងនឹងកម្ពុជាឲ្យមកចូលលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរបានធ្វើឲ្យប្រទេសកម្ពុជារួមតូចទៅរហូតនៅសល់ទំហំដែលមាននាពេលបច្ចុប្បន្ននេះរហូតមកទល់នឹងសតវត្សទី21នេះទៅហើយអ្នកនយោបាយខ្មែរក៏នៅតែរត់ទៅរកកិច្ចអន្តរាគមន៍បរទេសឲ្យមកជួយខ្មែរដដែលថ្មីនេះគណៈបកសង្គ្រោះជាតិបានរត់ទៅពឹងអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូនឲ្យស្នើទៅប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបើកកិច្ចប្រជុំជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានៅកម្ពុជាជាពិសេសគឺបញ្ហារំលោភបំពានសិទ្ធិមនុស្សប្រព្រឹត្តដោយគណៈបកកាត់អំណាច30 ផ្លាយឆ្នាំមុនអ្នកនយោបាយខ្មែរក៏ធ្លាប់ទៅពឹងប្រទេសវៀតណាមឲ្យមកជួយវាយបណ្ដេញក្រុមខ្មែរម្ខាងទៀតដែរតើការរត់ទៅរកបរទេសឲ្យមកជួយដោះស្រាយបញ្ហាខ្មែរនេះជាការដែលអ្នកនយោបាយខ្មែរមិនរៀនសូត្រពីប្រវត្តិសាស្ត្រឬក៏យ៉ាងណាបាទហើយអ្វីត្បិតតែការដែលបកប្រឆាំងរត់ទៅរកបរទេសជាពិសេសប្រជាធិបតេយ្យឲ្យមកជួយដោះស្រាយបញ្ហារបស់ខ្មែរមិនមែនជារឿងថ្មីមែននោះទេប៉ុន្តែវាគឺជារឿងចម្លែកត្រង់ថាហេតុអ្វីបានជាបកប្រឆាំងរត់ទៅរកបរទេសឲ្យជួយខណៈដែលខ្មែរកំពុងតែមានរាជរដ្ឋាភិបាលឬមេដឹកនាំដែលតែងតែអះអាងថាដឹកនាំកម្ពុជាឲ្យក្លាយទៅជាប្រទេសនីតិរដ្ឋគោរពលទ្ធិប្រជាធិបតេយ្យសេរីជាអ្នកកម្ពុជាបង្រួបបង្រួមផ្សះផ្សាជាតិតាមរយៈយុទ្ធសាស្ត្រឈ្នះឈ្នះឬប្រកាសឲ្យគេឯងមករៀនសូត្រពីរបៀបដឹកនាំរបស់ខ្លួនថែមទៀតផងនោះតាមពិតរឿងរត់ទៅរកបរទេសឲ្យមកជួយខ្មែររបស់បកប្រឆាំងនៅពេលនេះមើលទៅវាគ្មានអ្វីគួរឲ្យប្រជាពលរដ្ឋខ្មែរចម្លែកចិត្តនោះទេព្រោះគេនៅចាំមិនបានថានៅក្នុងសម័យខ្មែរក្រហមកាន់កាប់ប្រទេសកាលពីឆ្នាំ1975រហូតដល់1979មេដឹកនាំកម្ពុជាមួយចំនួនរបស់គណៈបកប្រជាជនកម្ពុជាបច្ចុប្បន្នរួមមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនខ្លួនឯងនេះផងក៏បានរត់ចោលតួនាទីនិងប្រទេសរបស់ខ្លួនទៅពឹងពាក់វៀតណាមឲ្យមកជួយវាយរំលំផ្ដួលរដ្ឋាភិបាលខ្មែរក្រហមការរត់ទៅពឹងពាក់វៀតណាមនៅពេលនោះដោយហេតុតែលោកហ៊ុនសែននិងបកពួកខ្លួនមើលមិនឃើញផ្ទាល់ភ្នែករៀងរាល់ថ្ងៃថារាជរដ្ឋាភិបាលខ្មែរក្រហមបានរំលោភបំពានសិទ្ធិប្រជាពលរដ្ឋខ្មែរធ្ងន់ធ្ងរមានតាំងពីការកាប់សម្លាប់ការចាប់ចងការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំងការបង្ខាំងអាហារបង្អត់អាហារឲ្យដាក់ចំពោះស្លាប់ជាដើមទោះបីជាយ៉ាងណាក៏ដោយស្រដៀងទៅនឹងបកប្រឆាំងដែលកំពុងរត់រកបរទេសឲ្យមកជួយនៅក្នុងការកាន់អំណាចថាកម្ពុជាគ្មានបញ្ហានោះការរត់ទៅឲ្យប្រទេសវៀតណាមជួយរបស់លោកហ៊ុនសែននិងបកពួករបស់គាត់ក៏ស្របពេលដែលមេដឹកនាំខ្មែរក្រហមពេលនោះតែងតែអួតប្រាប់ប្រជាពលរដ្ឋខ្មែរសឹងតែរាល់ថ្ងៃថាក្រោមការដឹកនាំរបស់ខ្លួនកម្ពុជាមានការរីកចម្រើនមិនដែលមាននៅក្នុងប្រវត្តិសាស្ត្រដូចជាគេថាកម្ពុជាប្រជាធិបតេយ្យដ៏រុងរឿងមហិមានិងជ័យយោបកកុម្មុយនីសកម្ពុជាដ៏ត្រឹមត្រូវនិងភ្លឺស្វាងមហាអស្ចារ្យមហាលោតផ្លោះជាដើមបើស្ដាប់តាមការឃោសនានិងការអួតក្អេងក្អាងរបស់ខ្មែរក្រហមពេលនោះគេមិនដឹងឡើយថារបបខ្មែរក្រហមអាក្រក់ប៉ុណ្ណានោះទេបើមួយថ្ងៃគេឮសុទ្ធតែពាក្យពេចន៍ថាមហារុងរឿងមហាភ្លឺស្វាងមហាអស្ចារ្យមហាលោតផ្លោះអញ្ចឹងនោះតែតាមការពិតគឺវាជារបបកាប់សម្លាប់ធ្វើបាបប្រជាពលរដ្ឋខ្មែរគ្មានត្រាប្រណីអ្វីត្បិតបើមេដឹកនាំខ្មែរក្រហមប្រឹងអួតក្អេងក្អាងយ៉ាងណាក្តីការពិតវានៅតែជាការពិតគឺអ្វីៗមិនអាចលាក់បាំងពីភ្នែករបស់ប្រជាពលរដ្ឋខ្មែរបានឡើយជាពិសេសភ្នែករបស់លោកហ៊ុនសែនដែលរត់ទៅឲ្យវៀតណាមជួយទោះជាយ៉ាងណាក្តីគណៈបកប្រជាជនកម្ពុជាដែលកន្លងមកធ្លាប់ទៅរត់ទៅពឹងបរទេសឲ្យជួយដោយសារតែខ្មែរគ្នាឯងធ្វើបាបនោះពេលនេះបានឡើងកាន់អំណាចក្រុមនេះតែងតែរិះគន់បកប្រឆាំងវិញថាឲ្យតែមានបញ្ហាប្រូច
ចោលពលរដ្ឋគឺមិនហ៊ានទៅប្រឈមមុខនឹងបញ្ហាឡើយឬថាឲ្យតែមានបញ្ហារវាងខ្មែរនិងខ្មែរចូលចិត្តរត់ទៅឲ្យបរទេសជួយមិនព្រមចូលមកអង្គុយដោះស្រាយបញ្ហាជាមួយគ្នានោះឡើយជាក់ស្ដែងក្រោយពីការស្នើសុំរបស់បកប្រឆាំងឲ្យលោកបានគីមុនឲ្យប្រទេសហត្ថលេខាទីក្រុងប៉ារីសក៏ប្រជុំជាបន្ទាន់ចំពោះបញ្ហាដែលដោះស្រាយរបស់កម្ពុជាដែលអ្នកនាំពាក្យបកកណ្ដាលអំណាចលោកសុកអេសានថ្លែងទុកថាការស្នើសុំរបស់បកប្រឆាំងគឺជារឿងហែងហួសផ្ទៃក្នុងរបស់កម្ពុជាខុសពីការពិតលើកនេះកន្លងមកគេឃើញតែងតែឃើញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថ្លែងថាគ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេដោយហេតុនេះហើយទើបគ្មានបរទេសណាស្គាល់ខ្មែរជាងខ្មែរនោះដែរគឺមានតែខ្មែរទេដែលស្គាល់ខ្មែរច្បាស់ជាងនរណាទាំងអស់តាមរយៈការថ្លែងនិងសន្និដ្ឋានបានឲ្យដឹងថាលោកហ៊ុនសែនប្រហែលជាមិនចូលចិត្តឲ្យបរទេសចូលមកលូកដៃនៅក្នុងកិច្ចការរបស់ខ្មែរនោះទេប៉ុន្តែការថ្លែងដូចនេះរបស់លោកហ៊ុនសែនហាក់បីដូចជាភ្លេចខ្លួនខ្លួនលោកផ្ទាល់ធ្លាប់រត់ទៅឲ្យវៀតណាមឲ្យចូលផ្ដល់រំលំខ្មែរក្រហមនៅពេលខ្មែរក្រហមធ្វើបាបប៉ុន្តែមកដល់ចំណុចនេះតើគេត្រូវបន្តទៅលើលោកហ៊ុនសែនដែលរត់ទៅឲ្យវៀតណាមជួយឬក៏ត្រូវបន្តការដឹកនាំរបស់ខ្មែរក្រហមដែលដឹកនាំមិនបានល្អធ្វើឲ្យខ្មែរយើងឈឺចាប់ហើយនៅទីបំផុតគ្មានជំរឿអ្វីក្រៅពីឲ្យខ្មែររត់ទៅពឹងបរទេសឲ្យជួយដោយលោកក្រុមរបស់លោកហ៊ុនសែននោះទេលោកហ៊ុនសែនធ្លាប់និយាយថាបើខ្មែរបើសូមអធិស្ឋានលោកហ៊ុនសែនធ្លាប់និយាយថាបើរបបខ្មែរក្រហមមិនបានការសម្លាប់ឬធ្វើបាបប្រជាពលរដ្ឋខ្លួនឯងនោះទេលោកក៏មិនចាំបាច់អ្វីដែលត្រូវរត់ទៅរកប្រទេសវៀតណាមឲ្យជួយនោះដែរព្រោះលោកគិតថាដំណើរទៅកាន់ប្រទេសវៀតណាមគឺជាការផ្សងគ្រោះថ្នាក់ខ្លាំងណាស់គឺផ្សងគ្រោះថ្នាក់ទាំងឡាយជាមួយនឹងទាហានខ្មែរក្រហមនិងជាមួយនឹងទាហានរបស់វៀតណាមដោយសារតែវៀតណាមអាចគិតថាក្រុមលោកគឺជាទាហានដែលខ្មែរក្រហមបញ្ជូនទៅដើម្បីយកការសម្ងាត់ពីប្រទេសវៀតណាមគ្រោះថ្នាក់មួយទៀតនោះគឺវៀតណាមអាចចាប់បញ្ជូនពួកលោកមកឲ្យខ្មែរក្រហមវិញពេលនោះលោកប្រកាសជាត្រូវពួកខ្មែរក្រហមសម្លាប់ចោលជាមិនខានដោយសារតែក្បត់អង្គការតាមការអះអាងរបស់លោកហ៊ុនសែននេះអាចធ្វើឲ្យពិបាកបន្ទោសលោកហ៊ុនសែនណាពីព្រោះអ្នកដែលត្រូវគេស្ដីបន្ទោសនោះគឺពួកមេដឹកនាំខ្មែរក្រហមទៅវិញទេដែលដឹកនាំមិនបានល្អធ្វើបាបខ្មែរគ្នាឯងហើយខ្មែរគ្នាឯងរត់ទៅឲ្យបរទេសជួយងាកមកមើលបកប្រឆាំងវិញនៅពេលដែលមេបកប្រឆាំងលោកសំរងស៊ីទទួលការចំអកពីមន្ត្រីបកកាន់អំណាចនៅពេលដែលលោកនិយាយថាលោកមិនហ៊ានទៅក្នុងប្រទេសប្រឈមនឹងបញ្ហាជាពិសេសនៅពេលដែលមានភាពតានតឹងជាមួយនឹងបកកាន់អំណាចម្ដងនោះលោកសំរងស៊ីតែងតែលើកឡើងថាអ្វីដែលលោកកំពុងតែធ្វើគឺមិនខុសគ្នាប៉ុន្មានពីអតីតព្រះមហាក្សត្រសម្ដេចនរោត្តមសីហនុដែលនិរទេសព្រះកាយទៅគង់នៅក្រៅប្រទេសក្រោយពេលព្រះអង្គត្រូវបានគេទម្លាក់ពីអំណាចហើយក៏មិនខុសពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលរត់ទៅរកវៀតណាមឲ្យជួយក្នុងពេលដែលខ្មែរក្រហមកាន់អំណាចនោះផងដែរទោះបីជាយ៉ាងណាក៏ដោយភាពខុសគ្នារវាងលោកហ៊ុនសែននិងលោកសំរងស៊ីឬមេបកប្រឆាំងដែលអំពាវនាវឲ្យបរទេសមកជួយខ្មែរនៅពេលនេះថាលោកហ៊ុនសែនបានរត់ទៅប្រទេសវៀតណាមដែលធ្លាប់រំលោភបំពានធ្លាប់ប្លន់យកទឹកដីខ្មែរស្ទើរតែមួយចំហៀងនគរឲ្យមកជួយលើពីនេះពេលដែលលោកហ៊ុនសែនរត់ទៅរកវៀតណាមនោះគឺដើម្បីឲ្យវៀតណាមចូលមកព្រោះរំលំខ្មែរក្រហមដោយប្រើកម្លាំងយោធាតែម្ដងប៉ុន្តែសម្រាប់មេបកប្រឆាំងនៅពេលនេះវិញគឺរត់ទៅឲ្យអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យជួយដោះស្រាយបញ្ហាខ្មែរពិសេសនោះគឺមិនមែនពឹងបរទេសឲ្យមកប្រើកម្លាំងយោធាដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ននោះឡើយគឺឲ្យមកជួយដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនិងការគៀបសង្កត់របស់បកកាន់អំណាចវាមិនមែនជារឿងចៃដន្យនោះទេដែលបកប្រឆាំងស្នើទៅអង្គការសហប្រជាជាតិនៅពេលនេះព្រោះថាគឺជាតួអង្គការសហប្រជាជាតិនេះឯងដែលធ្លាប់
ចូលមករៀបចំការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ1993ជាការបោះឆ្នោតមួយដែលត្រូវបានគេចាត់ទុកថាមានលក្ខណៈសេរីនិងត្រឹមត្រូវបំផុតក្នុងប្រវត្តិសាស្ត្រការបោះឆ្នោតនៅកម្ពុជាទៅតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលភាគីចំនួនទាំងអស់របស់កម្ពុជានិងប្រទេសមួយចំនួនទៀតចូលរួមផងដែរនៅក្នុងពេលដែលអ្នកនយោបាយខ្មែរកំពុងតែប្រឈមមុខនឹងការបែកបាក់ហើយរហូតដល់ធ្វើឲ្យបកប្រឆាំងត្រូវបង្ខំចិត្តស្នើឲ្យបរទេសជួយដូច្នេះធ្វើឲ្យគេនឹកទៅដល់ព្រះរាជបន្ទូលផ្ដាំផ្ញើចុងក្រោយរបស់អតីតព្រះមហាក្សត្រសម្ដេចព្រះនរោត្តមសីហនុដែលព្រះអង្គបានអំពាវនាវឲ្យកូនចៅជាពិសេសគឺអ្នកនយោបាយខ្មែរតែម្ដងឲ្យចេះស្រឡាញ់គ្នារួបរวมគ្នាជាធ្លុងមួយដើម្បីអាចឲ្យខ្មែរខ្លាចទៅជាតិមួយដែលខ្លាំងឡើងវិញជាពិសេសកុំឲ្យបរទេសមើលងាយខ្មែរតាមពិតស្មារតីរួបរวมដើម្បីកុំឲ្យបរទេសមើលងាយធ្លាប់ត្រូវបានសម្ដេចព្រះនរោត្តមសីហនុអនុវត្តជាមួយនឹងលោកហ៊ុនសែនរួចមកហើយដែរនៅក្រោយពេលការបោះឆ្នោត1993ដែលកាលនោះគណៈបកប្រជាជនកម្ពុជាបានចាញ់ឆ្នោតគណៈបកហ៊ុនស៊ីពេចតែមិនព្រមទទួលយកលទ្ធផលការបោះឆ្នោតប៉ុន្តែដើម្បីកុំឲ្យខ្មែរបែកបាក់គ្នាបន្តទៀតព្រះអង្គបានសម្របសម្រួលឲ្យបកទាំងពីរចែកអំណាចគ្នារហូតឈានដល់ការបង្កើតរាជរដ្ឋាភិបាលចម្រុះមួយដែលមានលោកនាយករដ្ឋមន្ត្រី2នៅក្នុងពេលតែមួយគឺព្រះអង្គម្ចាស់នរោត្តមរាមរិទ្ធជានាយករដ្ឋមន្ត្រីទី1និងលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីទី2ទោះជាយ៉ាងណាក៏ដោយចុះស្មារតីបង្រួបបង្រួមរបស់សម្ដេចព្រះនរោត្តមសីហនុហាក់ត្រូវបានអ្នកនយោបាយខ្មែរបំភ្លេចចោលបើទោះបីអ្នកខ្លះទទួលផលប្រយោជន៍ពីការបង្រួបបង្រួមរបស់ព្រះមហាក្សត្រនោះក្តីបាទព័ត៌មាននៅពេលនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមបងប្អូនកុំភ្លេច Subscribe ដើម្បីទទួលបាននូវព័ត៌មានថ្មីៗសូមអធិស្ឋានចំពោះការអានរបស់យើងខ្ញុំផងដែរអរគុណសម្រាប់ការតាមដាន